vẹn bắt đầu thiệt bà. À lấy cho tôi cả này mối cứ khăng phủ cài chluộc pro cài kia pê trà rốt đây buồn ọt bán mùi mà chặt té cho từ vi đó không bằng tục chuồn. Chà đâyประពន្ធមួយគូតែងតែឆ្លុះប្រកែកគ្នាស្ទើរតែរៀងរាល់យប់រកអ្នកចិត្តខាងនឹងគាត់សម្រាប់អត់បានទេចាខតក៏អត់ព្រមស្ដាប់ដែរទើបបរោះម្នាក់ត្រូវជាក្មួយរបស់ម្ចាស់ផ្ទះយកពូថៅនិងបំពង់ទីបចូលទៅវាយដល់ក្នុងបន្ទប់ចាធ្វើឲ្យអ្នកជួលផ្ទះខឹងចាយកដុំថ្មគប់បែកកញ្ចក់ទ្វារផ្ទះអស់មួយផ្ទាំងផ្អើលសមត្ថកិច្ចទាំងយប់នៅវេលាម៉ោង 3:30 នាទីទៀបភ្លឺថ្ងៃទី 4 មិនិនានៅផ្ទះជួលតាមផ្លូវបេតុងភូមិត្រពាំងលាវាសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យប្រភពព័ត៌មានពីម្ចាស់ផ្ទះបានឲ្យដឹងថាពីអ្នកប្រិយប្រពន្ធខាងលើគឺតែងតែឆ្លោះប្រកែកគ្នាជារៀងរាល់យប់ធ្វើឲ្យរំខានដល់ចាបន្ទប់ជួលដែលនៅជិតខាងរកដីពួនហ្នឹងគឺអត់បានទោះបីជាខតកុំឲ្យឆ្លោះគ្នាក៏អត់ព្រមស្ដាប់ដែរទើបក្មួយប្រុសរបស់គាត់ខឹងពេកអត់ទ្រាំអត់បានចាក៏យកពូថៅនិងបំពង់ចាទៅគម្រាមរកវាយចំណែកពីអ្នកប្រិយប្រពន្ធដែលតែងតែឆ្លោះប្រកែកជាប់ជាប្រចាំនោះคล้ายទៅជាទម្លាប់អាក្រក់ទៅហើយទោះចាខ្លះទៅជាទម្លាប់អាក្រក់ទៅហើយនោះបានឲ្យដឹងថាពួកគេចេញពីធ្វើការនៅហាងបៀកាដិនមកដល់បន្ទប់ជួលបានឆ្លុះប្រកែកជាមួយនឹងប្តីប្រពន្ធរបស់គេសោះហេតុអីបានជាយកពូថៅនិងបំពង់ទីបទៅចូលវាយរូបគេដល់ក្នុងបន្ទប់ធ្វើឲ្យរងរបួសចាកុំតែបានរត់ចេញទៅក្រៅផ្ទះតន់កុំអីចាគឺច្បាស់ជាមានរឿងមិនខានអីចឹងណាចាហើយក្រោយពេលដែលកើតហេតុហើយក្រោយពេលដែលកើតហេតុចាប់បរោះជាអ្នកជួលផ្ទះខាងលើហ្នឹងគាត់កើតទុកមិនហ្វុកចិត្តគ្រាន់តែឆ្លោះប្រកែកប្តីប្រពន្ធរបស់គេចូលទៅវាយគេដល់ក្នុងបន្ទប់ចាបានទៀមទាចង់ទៅប្តឹងសមត្ថកិច្ចទាំងយប់ប៉ុន្តែសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុប្រាប់ថារងចាំព្រឹកហ្វិនចាំទៅដាក់ពាក្យបណ្ដឹងលុះឥឡូវចាគឺទៅមន្ទីរពេទ្យពិនិត្យហ្វិនទៅពេលនោះបរោះជាអ្នកជួលផ្ទះបានទៅយកម៉ូតូ 25 ពណ៌ខ្មៅមួយគ្រឿងបំរុងជិះចេញទៅមន្ទីរពេទ្យត្រូវបានម្ចាស់ផ្ទះមិនអនុញ្ញាតឲ្យចេញទៅខាងក្រៅទេដោយសារតែធ្វើឲ្យបែកកញ្ចក់ទ្វារផ្ទះរបស់គាត់អស់មួយផ្ទាំងទៅហើយតើតែមានការអន្តរាគមន៍ពីសមត្ថកិច្ចទើបម្ចាស់ផ្ទះនោះបានអនុញ្ញាតឲ្យភាគីទាំងពីរចាគឺប្តីប្រពន្ធនឹងយកម៉ូតូទៅព្យាបាលហើយយើងបើគិតអំពីឲ្យវាត្រូវទាំងអស់គ្នាឬក៏ខុសទាំងអស់គ្នាយ៉ាងម៉េចយើងទៅគិតទាំងអស់គ្នាចេះតាមពិតទៅបើសិនជាយើងគិតថាអ្នកឯងទៅវាយផ្ទះគេគប់ផ្ទះគេឆ្លោះគេអាហ្នឹងវាខុសហើយមួយបាទអ្នកដែលដៃដល់ហ្នឹងវាខុសហើយប៉ុន្តែទី2ធ្វើឲ្យអ្នកចិត្តខាងគេធុញពីអ្នកប្តីប្រពន្ធហ្នឹងដែលឆ្លោះគ្នារាល់ថ្ងៃរំខានគេអ្នកចិត្តខាងរាល់ថ្ងៃអាហ្នឹងគឺធុញបាទអញ្ចឹងដែលឈានទៅដល់ដុំថ្មទើលើកន្លែងកញ្ចក់ហ្នឹងដោយសារតែគេធុញឲ្យរឿងឆ្លោះគ្នារាល់ថ្ងៃវាចេះបាទអញ្ចឹងទេបើការរស់នៅចិត្តគ្នាចិត្តខាងគ្នាអ្នកឯងគួរតែយល់អំពីគេអ្នកចិត្តខាងផងបាទកុំគិតតែខ្លួនឯងចង់ធ្វើអីក៏ធ្វើទៅសំលេងបរិស្ថានដល់អ្នកចិត្តខាងចង់សំលេងអីក៏សំលេងទៅគ្មានឈឺក្បាលជាមួយអាណាអានឹងមុខតារស់នៅអត់បានសុខទេបាទអញ្ចឹងអ្នកចិត្តខាងគេស្ងប់ស្ងៀមគ្រប់គ្នាដល់ពេលមកលោឡាដល់តែផ្ទះយើងអានឹងក៏រស់នៅអត់សុខដែរហើយបើសិនជាយើងឯនេះឬគេលោឡាអត់ថ្ងៃទៅវាយទ្រព្យសម្បត្តិគេក៏យើងខុសដែរបាទអញ្ចឹងទេមានតែការសម្របសម្រួលគ្នាអាជ្ញាធរក៏ត្រូវតែយកទៅអប់រំដែរដើម្បីជៀសវាងកុំឲ្យវាមានបញ្ហាហ្នឹងទៅថ្ងៃក្រោយទៀតបាទឥឡូវចូលទៅមួយរឿងទៀតគឺករណីនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យខាត់ខ្លួនចាំមុខសញ្ញាកាច់កម៉ូតូនិងកោះផ្ទះបាន5នាក់និងម៉ូតូចំនួន4គ្រឿងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យល្បាតក្នុងមូលដ្ឋានប្រទេសឃើញជនសង្ស័យធ្វើការខាត់ខ្លួនបានចំនួន5នាក់និងម៉ូតូ4គ្រឿងនៅទីតាំងពីរផ្សេងគ្នាកាលពីវេលាម៉ោង 2:30 នាទីរំលងអធ្រាត្រជញ្ចូលថ្ងៃទី 4 ខែមិនិនាដែលទីតាំងទី 1 នៅតាមផ្លូវបេតុងមុខហាងមលុបស្បូវភូមិទ្រាប 4 សង្កាត់ស្ទឹងមានជ័យខេត្តមានជ័យនិងទីតាំងទី 2 នៅតាមផ្លូវបេតុងសាលាបារាំងភូមិទ្រាប 1 សង្កាត់ស្ទឹងមានជ័យខេត្តមានជ័យប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យបានឲ្យដឹងថាទីតាំងទាំងពីរខាងលើជាតំបន់ស្ងាត់ដែលជនសង្ស័យតែងតែទៅធ្វើសកម្មភាពដោះដូរគ្រឿងម៉ូតូដែលលួចឬក៏ប្លន់បានយកទៅចាដោះដូរនៅទីតាំងនោះទើបសមត្ថកិច្ចល្បាតជាប់ជាប្រចាំប្រទះឃើញជនសង្ស័យ4នាក់ជិះម៉ូតូ3គ្រឿងហើយក្នុងនោះមានម៉ូតូ Smart V ពណ៌ខ្មៅ Free 014 អត់មានផ្លាកលេខដែលជិះ2នាក់និងម៉ូតូ2គ្រឿងទៀតអត់មានកូនសោនៅជាប់នឹងម៉ូតូនិងមានស្នា
ណាមកាច់កម៉ូតូមិនដឹងថាទើបនឹងកាច់មកពីទីណានោះទេមានម៉ូតូម៉ាក F125 ពណ៌ខ្មៅ Free Phone 5ពាក់ flat លេខកំពង់ចាម 1D9469 ជិះម្នាក់ឯងនិងមួយគ្រឿងទៀតម៉ាក Icon ពណ៌លឿងពាក់ flat លេខភ្នំពេញ 1AG 4849ចាឃើញបែបនេះគួរឲ្យសង្ស័យសមត្ថកិច្ចខាត់ហ្វាក់ហ្វួរប្រាប់តែអ្នកបើកម៉ូតូ Icon បានផ្ដួលម៉ូតូហើយរត់គេចខ្លួនសមត្ថកិច្ចបានខាត់បាន3នាក់និងម៉ូតូ3គ្រឿងចាបន្ទាប់មកទៅសមត្ថកិច្ចប្រទះឃើញជនសង្ស័យ2នាក់ដែលជាមុខសញ្ញាកោះផ្ទះនិងកាច់កម៉ូតូកំពុងតែជិះម៉ូតូ F125 ពណ៌ខ្មៅ Free Phone 14ដែលពាក់ flat លេខភ្នំពេញ 1FD 3990ខាត់បាននៅចំណុចតាមផ្លូវបេតុងសាលាបារាំងភូមិទ្រា1សង្កាត់ស្ទឹងមានជ័យរហូតបានឧបករណ៍កាច់កម៉ូតូមួយឈុតនៅជាប់នឹងខ្លួនចាម៉ូតូទាំង4គ្រឿងនិងជនសង្ស័យ5នាក់ដែលជាមុខសញ្ញាកាច់កម៉ូតូនិងកោះផ្ទះដែលមានភស្តុតាងជាក់ស្ដែងមានម៉ូតូ2គ្រឿងចាជិះអត់មានកូនហ្វាវនៅជាប់នឹងម៉ូតូទេមានស្នាមកាច់កនិងដកហូតបានឧបករណ៍កាច់កមួយម៉ូតូមួយឈុតនៅជាប់នឹងខ្លួនត្រូវបានសមត្ថកិច្ចហ្វាក់ហ្វូននៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យដើម្បីស្រាវជ្រាវបន្តទៅទៀតបើសិនជាមានអ្នកណាដែលគាត់បាត់ម៉ូតូដោយបានរៀបរាប់ខាងលើសូមទៅទំនាក់ទំនងនៅប៉ុស្តិ៍ស្ទឹងមានជ័យបាទឥឡូវនេះជាព័ត៌មានមួយសម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋរបស់យើងដែលបាត់ម៉ូតូឥឡូវសមត្ថកិច្ចនៅប៉ុស្តិ៍ស្ទឹងមានជ័យគាត់ខាត់បានម៉ូតូចំនួន4គ្រឿងណាចាបាទមានម៉ូតូប្រភេទសង់ C125 ចា Icon មានអីទៀតមានប្រភេទច្រើនចាពីប្រភេទហ្នឹងទេពីប្រភេទហ្នឹងទេអញ្ចឹងបើសិនជាប្រិមិត្តរបស់យើងអ្នកណាដែលបាត់ម៉ូតូដោយសារចោលលួចចោលប្លន់កាច់កអីអាចទៅសាកសួរព័ត៌មានបន្ថែមនៅកន្លែងប៉ុស្តិ៍ប៉ូលីសស្ទឹងមានជ័យឬក៏អាចបើសិនជាទុកពេលយូរប្រហែលជាត្រូវបញ្ជូនពីប៉ុស្តិ៍ស្ទឹងមានជ័យមកខណ្ឌមានជ័យវិញហើយបាទប៉ុន្តែខ្ញុំបញ្ជាក់អញ្ចេះព្រោះម៉ូតូខ្លះយើងឃើញថាដូចជាម៉ូតូមួយគ្រឿងនោះខាងម្ចាស់ម៉ូតូផ្ដួលម៉ូតូរត់បាទអាហ្នឹងប្រហែលជាចំតួហើយបាទកាច់កម៉ូតូគេហើយប៉ុន្តែម៉ូតូខ្លះទៀតវាមិនទាន់ពិតប្រកបថាតើវាលួចពីគេមកមែនឬក៏គ្រាន់តែថាគ្នាជិះមកពីផ្ទះរួចហើយវាអត់ទាន់មានឯកសារគ្រប់គ្រាន់បាទវានៅប៉ុណ្ណឹងទៀតណាយើងអត់ទាន់ថាទាំងអស់នេះសុទ្ធតែជាករណីប្លន់លួចកាច់កទេដោយសារតែយើងចង់បាននៅព័ត៌មានលម្អិតនៅចម្លើយរបស់ម្ចាស់ម៉ូតូហ្នឹងដែលគេត្រូវចាប់ហ្នឹងបាទប៉ុន្តែបើសិនជាប្រិមិត្តរបស់យើងតែចង់កាន់តែច្បាស់នៅព័ត៌មាននេះអាចទៅកន្លែងប៉ូលីសហ្នឹងតែម្ដងបាទគេលួចប៉ះចំម៉ូតូរបស់យើងដែលត្រូវបានគេលួចយកទៅឃើញបាទអញ្ចឹងចាំមើលព័ត៌មានលម្អិតថាតើចម្លើយរបស់គេហើយនឹងឯកសារតាក់ទងបញ្ហាម៉ូតូទាំង4គ្រឿងហ្នឹងមានគ្រប់គ្រាន់ដែរឬទេបាទអញ្ចឹងបើសិនជាបងប្អូនចង់ដឹងច្បាស់ដូចយើងខ្ញុំបានជម្រាបអញ្ចឹងទៅនគរបាលខណ្ឌមានជ័យសារជូនដំណឹងចុងក្រោយបាទនេះខាងក្រុមហ៊ុនកែវរតនសុភាពគាត់ខាងបស៊ីណាបាទគាត់ធ្វើសេចក្តីជូនដំណឹងមួយបាទគាត់ធ្វើសេចក្តីជូនដំណឹងកន្លែងគាត់ដែលរកស៊ីនោះគាត់តម្រូវឲ្យភ្នាក់ងារភាស៊ីផ្សារថ្មីផ្សារកណ្ដាលផ្សារចាស់និងចំណតខណ្ឌដូនពេញក្រុមហ៊ុនកែវរតនសុភាពសូមជម្រាបជូនដំណឹងដល់ភ្នាក់ងារទាភាស៊ីកង់ម៉ូតូនៅផ្សារកណ្ដាលផ្សារធំថ្មីនិងផ្សារចាស់និងចំណតរថយន្តខាងត្បូងវត្តបទុមវតីក្នុងខណ្ឌដូនពេញទាំងអស់ឲ្យបានជៀបថាសូមឲ្យអ្នកយកភាស៊ីទាំងអស់ត្រូវយកទៅតាមសិភៅបន្ទុកបាទដោយដែលរាជរដ្ឋាភិបាលបានប្រកាសបាទអញ្ចឹងបើសិនជាការយកតម្លៃភាស៊ីទាំងឡាយណាខុសពីសិភៅបន្ទុកនោះក្រុមហ៊ុននឹងមិនទទួលខុសត្រូវទេដោយក្នុងនោះខាងក្រុមហ៊ុនកែវរតនសុភាពបានតម្រូវឲ្យទី1ភ្នាក់ងារទាំងអស់ត្រូវស្លៀកពាក់ឯកសណ្ឋានភាស៊ីឲ្យបានត្រឹមត្រូវជាប្រចាំហើយទី2ភ្នាក់ងារភាស៊ីទាំងអស់បើនៅតែរឹងរូសយកលើសតម្លៃក្រុមហ៊ុននិងលើសតម្លៃតាមសិភៅបន្ទុកក្រុមហ៊ុននឹងបញ្ឈប់ការងារធ្វើអាជីវកម្មតាមទីតាំងណាដែលធ្វើខុសច្បាប់ទាំងអស់ទាំងឡាយណាដែលធ្វើខុសច្បាប់ហើយទី3ក្រុមហ៊ុនសង្ឃឹមជួយជាក់លើស្មារតីភ្នាក់ងាររបស់ភាស៊ីភ្នាក់ងារដែលទាភាស៊ីទាំងអស់ចូលរួមអនុវត្តឲ្យបានត្រឹមត្រូវតាមសិភៅបន្ទុកចាប់ពីថ្ងៃជូនដំណឹងនេះតទៅបាទនេះដោយសារតែកន្លងមកនេះចេះតែមានបាតុភិបបញ្ហាភាស៊ីហ្នឹងទាខុសសិភៅបន្ទុកចា៎បាទអញ្ចឹងឥឡូវនេះតម្រូវឲ្យដាក់ក្នុងសិភៅបន្ទុកដាក់ក្នុងសម្បត្តិប្រមាណយកប៉ុណ្ណឹងទៅ
bởi phù miền rương rau chán để cả lai nơi tam xa nó cứ bành hàng chẳng nông support tầm lại gì đó thì ăn được vật toán dục rằng anh nói đây chỉ bành há phụ ở bên chiều bờ rót có tỏ quá rừng bành há nâng bài chẳng thế là đấy mình tha lời sầm rạp tập xa thum tham ai xa cả đào xa chặt năng thế tu tiền bờ tê thèm đòn hay mình men tha lời ta sầm rạp bờ xì xa thế tu đo còn chẳng này này anh đã được dập hơi một tục đâu đã được bắt được bán này anh cho vô bản năng này anh bên tôi vô lừa thế và bảy trứng này anh cất chập bạpយ៉ាងម៉េចវិញអញ្ចឹងរត់នឹងគ្មានប្រសិទ្ធភាពទេដែលឲ្យអ្នកឯងគោរពបើអញ្ចឹងបើអ្នកឯងថាអត់មានប្រសិទ្ធភាពសម្រាប់រត់អ្នកឯងឈប់រកស៊ីទៅអាហ្នឹងទៅអញ្ចឹងព្រោះនៅតាមដតតឹងខ្លះគឺបញ្ហារឿងយកអញ្ចឹងដែរអត់យកតាមសភៅបន្ទុកទេបិទហៅតែបិទនៅអញ្ចឹងទូកដប៉ុន្តែកាយអនុវត្តផ្សេងបាទប៉ុន្តែក៏មានដគេខ្លះគេអនុវត្តត្រឹមត្រូវតាមសភៅបន្ទុកដែរប៉ុន្តែខ្ញុំនិយាយនេះសំដៅទៅលើទូកដខ្លះដែលមិនអនុវត្តបាទអញ្ចឹងបើសិនជាមិនអនុវត្តអានឹងទៅចាត់វិធានការកុំថាឡើយអ្នកឯងមានខ្សែចេះតែថាបើអ្នកឯងអនុវត្តខុសច្បាប់ឲ្យយកខ្សែទៅកាងមិនកើតអានឹងទៅយកខ្សែពួរទៅវិញបាទរយកចង្វាក់ទៅចងវិញអានឹងបានចាត់ទុកថាខ្សែហ្នឹងបាទប៉ុន្តែបើថាខ្សែការងារអត់មានទៅជាតិចែកបញ្ហាអ្នកឯងប្រព្រឹត្តល្មើសច្បាប់បានទេចាបាទអរគុណទូទាំងអ្នកជនឥឡូវនេះសូមពេលសម្រាប់បន្តិចសិនបាទតិចទៀតយើងវិលមកជួបគ្នានៅវគ្គចុងក្រោយបាទ